ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នានៅវីដេអូបន្ទាប់ទៀតនៅក្នុងហាងដែលខ្ញុំបានទៅក្នុងការលក់របស់សម្រាប់ Halloween ណាហើយជាមួយគ្នានេះដែរខ្ញុំសូមឲ្យបងប្អូនមើលនៅក្នុងវីដេអូហ្នឹងទៅថាគេលក់អីខ្លះហើយខ្ញុំនឹងរៀបរាប់អំពីហេតុអ្វីបានជាគេប្រារព្ធពិធីបុណ្យ Halloween នៅសហរដ្ឋអាមេរិក Halloween ហ្នឹងមានប្រភពមកពីណាអញ្ចឹងបងប្អូនតោះ Halloween មានប្រភពមកពីពិធីបុណ្យ Celtic បុរាណនៃ Samhain ដែលបានប្រារព្ធនៅថ្ងៃទី31 ខែតុលាដើម្បីសម្គាល់ការបញ្ចប់នៃការប្រមូលផលនិងការចាប់ផ្ដើមនៃរដូវរងានិងពីប្រពៃណីគ្រីស្ទានមជ្ឈិមសម័យជាពិសេស All Souls Day ដែលពាក់ព័ន្ធនឹងព្រលឹងការប្រារព្ធពិធីសម័យទំនើបគឺជាការលាយបញ្ចូលគ្នានៃការអនុវត្តបែបបុរាណនិងគ្រឹះសាសនាជាមួយនឹងវប្បធម៌អាមេរិកសម័យទំនើបវាត្រូវបានប្រារព្ធជាមួយនឹងព្រឹត្តិការណ៍ដូចជា Trick or Treating ការស្លៀកពាក់សម្លៀកបំពាក់និងការតុបតែងប្រភពដើមកំណើតរបស់វាហ្នឹងគឺមកពីពិធីបុណ្យ Celtic បុរាណនៃ Samhain ការប្រារព្ធពិធីនេះបានចាប់ផ្ដើមជាង 2000 ឆ្នាំមុននៅក្នុងតំបន់នៃប្រទេសអេឡង់ Scotland និងភាគខាងជើងប្រទេសបារាំងពួក Celt ជឿថានៅថ្ងៃទី31 ខែតុលាខ្សែបន្ទាត់រវាងមនុស្សរស់និងមនុស្សស្លាប់បានធ្វើឲ្យព្រិលដែលអនុញ្ញាតឲ្យវិញ្ញាណដើរជុំវិញផែនដីដើម្បីបញ្ជ្រាបវិញ្ញាណមនុស្សនិងដុតភ្លើងនិងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីគ្រីស្ទានមជ្ឈិមសម័យក្រោយមកព្រះវិហារគ្រឹះសាសនាបានបញ្ចូលការប្រតិបត្តិរបស់ Celtic ទាំងនេះនៅក្នុងប្រតិទិនសាសនារបស់ពួកគេដោយបង្កើតថ្ងៃ All Saints Day ថ្ងៃទី1 ខែវិច្ឆិកានិងទិវាព្រលឹងទាំងអស់នៅថ្ងៃទី2 ខែវិច្ឆិកានៅមុនថ្ងៃនៃ All Saints Day បានន័យថាថ្ងៃពួកបរិសុទ្ធទាំងអស់ត្រូវបានគេហៅថា All Hallows Eve ដែលបានក្លាយជា Halloween ប្រពៃណីមួយហៅថាព្រលឹងបានលេចចេញជាកន្លែងដែលជនក្រីក្រនឹងទៅផ្ទះមួយទៀតថ្វាយការអធិដ្ឋានឬច្រៀងចម្រៀងសម្រាប់អ្នកស្លាប់ជាថ្នូរនិងអាហារជាញឹកញាប់ដែលគេហៅថានំព្រលឹងបុណ្យ Halloween ត្រូវបានគេនាំយកទៅសហរដ្ឋអាមេរិកដោយជនអន្តោប្រវេសន៍ Scotland និង Ireland នៅចុងសតវត្សទី19និងដើមសតវត្សទី20ថ្ងៃឈប់សម្រាកបានវិវត្តទៅជាការប្រារព្ធពិធីដែលផ្ដោតលើសហគមន៍ជាមួយនឹងពិធីជប់លៀងនិងក្បួនដង្ហែនៅពាក់កណ្ដាលសតវត្សទី20ការធ្វើពាណិជ្ជកម្មបានប្រែក្លាយជាថ្ងៃឈប់សម្រាកដោយផ្ដោតលើស្ករគ្រាប់ស្លៀកសម្លៀកបំពាក់និង Trick or Treating របៀបដែលវាត្រូវបានប្រារព្ធហ្នឹងគឺពាក្យថា Trick or Treating ហ្នឹងគឺជាទំនៀមទម្លាប់បែបទំនើបនៃ Trick or Treating ត្រូវបានគេគិតថាបានវិវត្តពីព្រលឹងនិងប្រពៃណីពីផ្ទះមួយទៅផ្ទះមួយទៀតដែលឥឡូវហ្នឹង
ពាក់ព័ន្ធនឹងការសុំស្គាល់គ្រាប់សម្រាប់ការស្លៀកសម្លៀកបំពាក់នឹងមានប្រភពចេញពីទម្លាប់បុរាណនៃការព្យាយាមលាយឡំជាមួយនឹងវិញ្ញាណណាបងប្អូនដូចជាយើងឃើញហើយមានមនុស្សជាច្រើនដូចថាគាត់ចូលចិត្តស្លៀកពាក់សម្លៀកបំពាក់មេធ្មប់គ្រូពេទ្យស្លៀកសម្លៀកបំពាក់របៀបសង្ឃរបៀបប៉ូលីសរបៀបអីចឹងណាហើយសម្លៀកបំពាក់ហ្នឹងគឺវាលាយឡំជាមួយនឹងបែបបុរាណហើយបែបព្រលឹងវិញ្ញាណអីចឹងណាពាក្យមួយទៀតគឺគេហៅថា Jack O'Lantern Jack O'Lantern ហ្នឹងគឺជាការអនុវត្តនៃការឆ្លាក់បន្លែដូចជា turnip មើលមកខ្ទឹមធំណាបងប្អូនហើយនិងល្ពៅដែលមានមុខបានចាប់ដើមនៅក្នុងប្រទេសអេឡង់ហើយបានរីករាលដាលដល់អាមេរិកនៅសហរដ្ឋអាមេរិកគេនិយមយកល្ពៅមកឆ្លាក់រូបផ្សេងចេញជាមុខមាត់សម្រាប់បច្ចុប្បន្ននេះមនុស្សជាច្រើនប្រារព្ធពិធីជប់លៀងក្នុងសង្កាត់ក្បួនដង្ហែនិងដោយការទស្សនាសួនកំសាន្តសម្រាប់វីដេអូរបស់ខ្ញុំនេះមានតែប៉ុណ្្នឹងទេដែលនិយាយរាយរាប់អំពីបុណ្យ Halloween ហើយសូមបងប្អូនទាំងអស់គ្នារីករាយថ្ងៃបុណ្យ Halloween ឆ្នាំ2025ទាំងអស់គ្នាហើយសូមឲ្យសប្បាយជាមួយនឹងបងប្អូននិងមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាខ្ញុំសូមជម្រាបលា Bye bye a peace